ប្រជុំ3នៃបត្រៃរតគឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដែលជារតនៈឯកដល់ដុំឧត្តមប្រសើរគង់ខ្ពស់នៅក្នុងលោកដោយសេចក្តីជ្រះថ្លាដែលយ៉ាងក្រៃលែងអំពីអង្គខ្ញុំបកណាម្ចាស់ដោយសេចក្តីគោរពដែលយ៉ាងក្រៃលែងសូមក្រាបថ្វាយបង្គំចំពោះព្រះគ្រូបិចារអធិការវត្តអង្គមន្ត្រីសទ្ធារាមនិងព្រះមហាថេរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានដ៏ខ្ពស់នាឱកាសវេលាគ្រាល្ងាចនេះដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាអំពីអង្គខ្ញុំបកណាសូមធ្វើការរាប់អាននៅអវុសោលោកម្ចាស់ប្អូនដែលមានអាយុគ្រប់ព្រះអង្គទាំងអស់ដែលមានប្រវត្តិមាននាឱកាសវេលាគ្រាល្ងាចថ្ងៃនេះមួយទៀតនឹងសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទានប្រធាននៃដើមបុណ្យជាពិសេសក្រុមគ្រួសារកូនចៅរបស់លោកយាយតាំងដែលជាម្ចាស់ដើមទានប្រធាននៃដើមបុណ្យព្រមទាំងញាតិញោមជាពុទ្ធបរិស័ទញាតិសាច់សាលហិតចិត្តឆ្ងាយញាតិភូមិផងរបងជាមួយដែលបានចូលរួមនាឱកាសវេលាគ្រាយប់នេះគឺបុណ្យជាបណកិច្ចសូមធ្វើនៅសេចក្តីរាប់អានចំពោះញាតិញោមទាំងអស់នោះដោយសេចក្តីរាប់អានអំពីអង្គខ្ញុំបកករណាអាត្មាភាពរោគាជេវន្តរាយាចឧបណាជេឧបតវាពុធានិអានុភាពវិនៈដោយអានុភាពនៃការប្រពត្តនមស្ការដោយសង្ខេបបែបខ្លីតែប៉ុណ្ណេះទៅក៏សូមបរិវិជាបងនៅបទ្រុបឧបវន្តអន្តរាយកណៃកាលកណៃទាំងឡាយទាំងពួងដែលបំរុងកើតមានចំពោះញាតិញោមក្តីចំពោះបកណាបគុណជាអង្គម្ចាស់ក្តីដោយអំណាចនៃព្រះពុទ្ធរតនៈជាដើមប្រមាណប៉ុណ្ណេះនេះក៏សូមឲ្យបទ្រុបឧបវន្តអន្តរាយកាលកណៃទាំងឡាយទាំងពួងនោះក៏សូមឲ្យបរិវិជាចេញឆ្ងាយចាប់តាំងអំពីពេលនេះតរៀងទៅអេតោបរੰធម្មងទេសិសាមិទីតេអំពីការប្រពត្តនមស្ការដោយអាយាចនៈគាថាដោយសង្ខេបបែបខ្លីតែប៉ុណ្ណេះទៅក៏តម្រូវដល់អង្គខ្ញុំប្រកាសណាអាត្មាភាពដែលជាអ្នកទទួលភារៈភ្នាក់ងារក្នុងការសម្ដែងពធទេសនានៃឱកាសវេលាល្ងាចយប់នេះក៏ប៉ុន្តែមុននឹងសម្ដែងពធទេសនាអង្គខ្ញុំបកណាអាត្មាភាពក៏សូមសំណាក់ខន្តីអភ័យអត់នទោសអំពីសំណាក់បកណាប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមជាពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទានប្រធានដើមបុណ្យអត្តកោវិទ្យបណ្ឌិតពហុសោតអាជ្ញាធរដែនដីមន្ត្រីរាជការគ្រប់លំដាប់ជាន់ថ្នាក់
ទាំងអស់ប្រសិនណាបើអង្គខ្ញុំប្រកាសណាអាត្មាភាពសម្ដែងទៅហើយជួនជាមានការលើសលុបខ្វះខាតបត់បាតអក្ខរៈជួនជាអ្នកភាសាបាលីសេចក្តីអត្ថាធិប្បាយត្រង់ចំណុចកន្លែងណាមួយដោយបង្កប់3បង្កប់ទឹកបតីប្រកាសណាប្រគុណម្ចាស់ញាតិយោមពុទ្ធបរិស័ទទាំងអស់ប្តីក៏សូមឲ្យប្រកាសណាប្រគុណជាអង្គម្ចាស់ញាតិយោមជាពុទ្ធបរិស័ទទាំងអស់អាចមិនគ្រោះអត់បន្ទោសដល់អង្គខ្ញុំប្រកាសណាអាត្មាភាពផងព្រោះអីអង្គខ្ញុំប្រកាសណាអាត្មាភាពខ្លួនក៏នៅក្មេងសម្លេងក៏មិនសូវល្អឯធម៌ក៏មិនសូវល្អិតឯចិត្តមិនចង់ឲ្យលៀងឃ្លៀងឃ្លាតចាស់បធរឡើយអញ្ចឹងតាំងឡើយមានតែការអភ័យអត់បន្ទោសអំពីសំណាក់ប្រកាសណាប្រគុណជាអង្គម្ចាស់ជាពុទ្ធបរិស័ទទាំងអស់ជាមុនសិនបើប៉ុន្តែបន្តពីនោះទៅទៀតអង្គខ្ញុំប្រកាសណាអាត្មាភាពនឹងបានឱកាសក្នុងការលើកយកនៅពធទេសនាដើម្បីចែកជូនជាធម្មទាននៅក្នុងបុណ្យជាបណកិច្ចដើម្បីឧទ្ទិសកុសលជូនចំពោះលោកយាយសុកតាមដែលបានធ្វើមរណកាលទៅកាន់បរលោកខាងមុខកាលពីថ្ងៃម្សិលមិញនេះនៅក្នុងបច្ចុប្បន្នអាយុ84ឆ្នាំក៏ហើយអ្នកដើមបុណ្យរួមមានទី1លោកអ៊ូចរស់ព្រមទាំងកូនចៅទី2អ្នកស្រីអ៊ូចជានិងស្វាមីព្រមទាំងកូនចៅទី3អ្នកស្រីអ៊ូចមឿននិងស្វាមីព្រមទាំងកូនចៅមួយណាញោមមួយណានោះហើយអត់ដែលឃើញអត់ស្គាល់តែមិនតែកូនចៅគាត់ទៅអីអត់ដែលឃើញមែនពុំមានស្គាល់ហ្នឹងហើយចំណែកទី4អ្នកស្រីអ៊ូចមាននិងស្វានិងកូនចៅទី5អ្នកស្រីអ៊ូចមីព្រមទាំងកូនចៅអ្នកទាំងអស់គ្នានេះប្រមាណ5នាក់នេះមានទុកជាទម្ងន់ដោយលោកយាយឧបាសិកាអ៊ូចតាំត្រូវជាម្ដាយត្រូវជាយាយត្រូវជាយាយទួតយាយលួតបានធ្វើមរណកាលទៅថ្មីនេះអញ្ចឹងហើយគឺថ្ងៃនេះគឺក្រុមគ្រួសារកូនចៅរបស់លោកយាយមានទុកជាទម្ងន់ដោយលោកយាយបានទទួលមរណកាលទៅដោយសេចក្តីអាឡោះអាល័យអំពីកូនចៅកាត់ថ្លៃមិនបានទេព្រោះឲ្យក្នុងភូមិក្នុងស្រុកយើងនេះគឺចាស់ទុំដូចជាអស់ហើយក៏គឺថាលោកយាយឧបាសិកាសុកតាមនេះគាត់មានអាយុច្រើនជាងគេក៏មើលទៅមកភូមិណាក់ជើក្រំយើងដូចអត់តមានទេដូចស្លាប់អស់ហើយដោយលោកយាយតាំគាត់អាយុច្រើនជាងគេ84ឆ្នាំក៏អានេះគេហៅលើសអាយុខៃទេបងអាយុខៃមនុស្សយើងសពថ្ងៃនៅតែ74ឆ្នាំ6ខែទេបើអ្នកណាមានអាយុក្រោមពីនោះគឺថាមនុស្សហ្នឹងគឺមានបំតិចក៏បើថាអ្នកណាដែលមានអាយុលើសពី74ឆ្នាំឡើងទៅគេហៅថាមនុស្សដែលមានអាយុនឹងវែងគឺថាមានបុណ្យនឹងសន្សំមកច្រើនក៏អាយុកាលរបស់មនុស្សយើងសពថ្ងៃអាយុខៃនៅតែ74ឆ្នាំជាងទេអានេះអាយុខៃក្នុងពុទ្ធសាសនាយើងណាប៉ុន្តែលោកយាយឧបាសិកាសុកតាំងលោកមានអាយុរហូតទៅដល់84ឆ្នាំព្រោះ84ឆ្នាំច្រើនដែរណាញោមណាព្រោះយើងសពថ្ងៃនេះគឺថាមិនដឹងនរណានៅបានប្រហែលគាត់ឬអត់គឺមិនដឹងទេព្រោះអញ្ចឹងគឺការស្លាប់នេះមើលមិនឃើញទេមិនទៀងទាត់មិនថិតថេរមិនជេរកាលទេមិនថាប្រសំមិនថាប្រសពមិនថាអ្នកណាក៏ដោយឲ្យតែហ៊ានកើតគឺថាហ៊ានស្លាប់ក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីអនិច្ចលក្ខណៈធម៌ទាំងឡាយមាន3ណាញោមក៏មានទុក្ខំរូបាំងទុក្ខំអនត្តានោះទុក្ខំអនិច្ចំអនត្តាបងកើតមកតែងតែមានទុក្ខតាំងអំពីការកើតហើយទុក្ខនោះគឺធំលោកចែកជា12កងក៏ចែកជា12ហើយបើយើងនិយាយឲ្យសង្ខេបល្អិតទៅទៀតមាន4យ៉ាងក៏មានជាតិទុក្ខជារាទុក្ខជាធិទុក្ខនិងមរណៈទុក្ខទុក្ខធំវាមាន4យ៉ាងនេះឯងចំណែកទី2គឺហៅអនិច្ចំភាពជាមិនទៀងទាត់ហើយចំណែកទី3គេហៅថាអនត្តាអនត្តានេះប្រែថាធម៌មិនមែនជារបស់ខ្លួនមនុស្សយើងដែលកើតមកហើយនៅលើលោកសន្និវាសនេះតែងតែជួបនៅហៅថាសាមញ្ញលក្ខណៈធម៌ទាំងឡាយ3នេះគ្រប់គ្នាមិនអាចកិច្ចឲ្យផុតរត់ឲ្យរួចអំពីលោកនេះបានទេគឺតែងតែជួបនៅធម៌ទាំងឡាយ3នឹងឯងទី1គឺ
ទុកខាងក៏ព្រះសម្មាសម្ពុទ្ធសម្ដែងថាជីវិតនេះគឺវាជាទុកបើជាទុកយ៉ាងម៉េចតាំងពីកើតមកគឺមានទុករហូតជាតិទៅទុកមួយជាតិទៅទុកហៅថាទុកព្រោះការកើតហើយចំណែកទី2គេហៅថាជារាទុកព្រោះចាស់ជារាឈឺទៅសងឈឺទៅសៃហើយចំណែកទី3នោះហៅថាជាធិទុកព្រោះជំងឺរោគរានបៀតបៀនរាងកាយតាំងពីឈឺទៅសៃឈឺទៅសងវិលមុខឈឺលងឈឺតាគៀកវិលមុខរោគផ្ដាសាយតឹងច្រមុះហៀសម្បោរឈឺក្បាលវិលមុខទាំងអស់សិតតែរោគហៅថាជាធិទុកហើយចំណែកទី4នោះគឺហៅថាមរណទុកព្រោះសេចក្តីស្លាប់ព្រោះថ្ងៃនេះលោកយាយឧបាសិកាសុខតាំងលោកបានលាចាកអំពីលោកនេះទៅហើយចំណែកថ្ងៃស្អែកថ្ងៃខាងស្អែកមួយរហូតទៅមិនដឹងតតាណាមិនដឹងតែយាយណាដែលស្លាប់បន្តគ្នាទៀតនោះគឺយើងមើលឃើញទេណាញោមណាបងអញ្ចឹងហើយជីវិតយើងនេះកើតមកហើយតែងតែជួបភពប្រសពនៅធម៌ទាំងឡាយ3ហ្នឹងទី1មានទុក្ខជាដើមមកចំណែកទី2អនិច្ចំភាពមិនទៀងទាត់ភាពមិនទៀងទាត់ថ្ងៃនេះយើងឈឺថ្ងៃស្អែកយើងជាថ្ងៃនេះវាសិកាសុខតាំងស្លាប់ថ្ងៃស្អែកមិនដឹងលោកយាយណាមិនដឹងលោកតាណាគាត់ស្លាប់បន្តទៀតយើងមើលមិនដឹងទេព្រោះអានេះអាភាពមិនទៀងទាត់នេះថ្ងៃនេះយើងសុខថ្ងៃនេះយើងជាហើយទៅថ្ងៃស្អែកខាងស្អែកយើងមើលមិនឃើញមិនដឹងថាសុខឬទុក្ខមកទៀតក៏យើងមិនដឹងដែរអាហ្នឹងទី2ហើយចំណែកទី3នោះគេហៅថាអនត្តាមករូបរាងកាយនេះគឺមិនមែនជារបស់ខ្លួនយើងឡើយរូបកាយយោអនត្តាកាយនេះមិនមែនជារបស់ខ្លួនទេចក្ខុងអនត្តាភ្នែកមិនមែនជារបស់ខ្លួនទេសោតាំងអនត្តាតាជាមិនមែនជារបស់ខ្លួនអ្វីដែលជុំវិញខ្លួនយើងនេះគឺមិនមែនជារបស់ខ្លួនយើងសោះឡើយមិនមែនរបស់យើងសោះឡើយថ្ងៃណាដែលអស់បុណ្យអស់កុសលរូបកាយនេះរមែងតែងតែដេកស្ដោស្ដឹងនៅលើផែនដីដូចជាអង្កត់អស់រកប្រយោជន៍គ្មានក៏តែវិញ្ញាណប្រាំទៅហើយរូបកាយនេះតែងដេកស្ដោស្ដឹងហោមប៉ោងរុយរោមរុយបែងកើតមាននៅដង្កូវរវើកចឹងគួរឲ្យខ្ពើមគួរឲ្យរអើមហៅថាជារបស់អសុបសញ្ញាជារបស់គួរខ្ពើមគួររអើមក៏រូបរាងកាយហ្នឹងស្អាតតែពេលរស់នៅទេខំតោះសាប៊ូកក់សក់លាងដៃលាងជើងងូតទឹកមួយថ្ងៃពីរ3ដងកុំឲ្យក្លិនខ្លួនដាក់គេប៉ុន្តែពេលស្លាប់ទៅតែទុកមួយយប់ពីរយប់គេមិនហ៊ាននៅក្បែរទេព្រោះអាហ្នឹងរូបកាយហ្នឹងវាមិនមែនជារបស់ខ្លួនយើងអញ្ចឹងណាញោមណាអាហ្នឹងសំដែងអំពីថាសាមញ្ញលក្ខណៈធម៌ទាំងឡាយ3ដែលយើងគ្រប់គ្នាមិនអាចកិច្ចឲ្យផុតរត់ឲ្យរួចអំពីធម៌ទាំងឡាយ3ហ្នឹងបានទេញាតិញោមគឺយើងមិនអាចរត់ឲ្យផុតកិច្ចឲ្យរួចអំពីសេចក្តីស្លាប់នេះបានទេធម៌ទាំងឡាយ3នេះតែងតែដិតតាមជាប់រូបរាងកាយរបស់យើងគ្រប់គ្នាមិនថាលោកអ្នកបួសមិនថាញាតិញោមជាពុទ្ធបរិស័ទណាទេគឺតែងតែជួបភពប្រសពនៅធម៌ទាំងឡាយ3នឹងឯងប៉ុន្តែនិយាយអញ្ចឹងទៅគឺអាត្មានឹកទៅដល់បកាថាធម្មបទមួយកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអ្នកអន្តលភេអ្នកសមុត្តមច្ឆេជាដើមនេះឯងដែលប្ររពចំពោះប្របាទសុពពុទ្ធញាតិញោមមើលមុខលោកតិចមកពុទ្ធព្រះអង្គសម្ដែងចំពោះប្របាទសុពពុទ្ធដែលជាប្របីតាក្មេកយើងនិយាយទៅប្របាទសុពពុទ្ធត្រូវជាបៃតារបស់នាងពំពានាងពំពាត្រូវជាអគ្គមហេសីរបស់ព្រះសិទ្ធត្ថហ្នឹងពុទ្ធកាលព្រះអង្គមិនទាន់ចេញពោះព្រះអង្គមានពនាមថាសិទ្ធត្ថៈហើយមានភរិយាគឺអគ្គមហេសីនោះឈ្មោះថាព្រះនាងពំពាយសោជរាក៏មានបុត្រមួយព្រះអង្គឈ្មោះថារាហុលកុមារនិយាយត្រួស
នៅពេលដែលព្រះអង្គបានទៅបួសហើយព្រះសម្មាសម្ពុទ្ធមានព្រះនាមថាព្រះសម្មាសម្ពុទ្ធសមណគោតមដែលយើងគោរពរាល់ថ្ងៃនេះឯងព្រោះព្រះអង្គមានកូនមានប្រពន្ធហើយបញ្ចេញទៅបួសណាញោមណាព្រោះប៉ុន្តែព្រះអង្គខ្លះអត់ទាន់មានទេនេះលោកខាងក្រោយនេះអត់ទាន់មានទេអញ្ចឹងនេះឯងហើយព្រះអង្គទ្រង់សម្ដែងនៅគាថាមានអ្នកអន្តលិកថេអ្នកសមុទ្រមច្ឆេជាដើមថាបុគ្គលទាំងអស់ដែលរស់នៅលើភពផែនដីមិនអាចគេចផុតរត់ឲ្យរួចអំពីសេចក្តីស្លាប់បានទេព្រោះសម័យកាលមួយនោះព្រះអង្គទ្រង់ចេញទៅបិណ្ឌបាតព្រោះប្របាទសុពពុទ្ធនេះខឹងនឹងព្រះសម្មាសម្ពុទ្ធរឿងទៅបួសចោលកូនរបស់ខ្លួនព្រោះព្រះអង្គចេញទៅបួសប្រាប់ពីណាណាញោមរត់ទៅបួសទាំងកដាលអាត្រៀតពនាងពងពាប្រសូតបុត្រថ្ងៃនោះទៀតព្រះអង្គចេញទៅបួសណែប្របាទសុពពុទ្ធនឹងមានពីចងកម្មចងពីជាមួយពុទ្ធថាចេញទៅបួសចោលកូនគាត់ណែអញ្ចឹងណាហើយពីមួយទៀតនោះគឺទេវទត្តនោះឯងមានពីវិរិយជាមួយព្រះសម្មាសម្ពុទ្ធហ្នឹងតើតែអញ្ចឹងទៅប្របាទសុពពុទ្ធហ្នឹងទ្រង់ខំថាព្រះសម្មាសម្ពុទ្ធហ្នឹងជាបុគ្គលអាត្មានិយមបើអញ្ចឹងនៅថ្ងៃមួយព្រះអង្គទ្រង់ចេញទៅទទួលផាត់ដែលញាតិញោមពុទ្ធបរិស័ទប្រុសស្រីនឹងនិមន្តទៅឆាន់ក៏មានភិក្ខុសង្ឃទាំងឡាយ100អង្គជាដើមដែលលង្ហែអាយហោមអមដំណើរព្រះសម្មាសម្ពុទ្ធទៅទទួលចង្ហាន់នៅផ្ទះទាយុទាយិកាឧបាសកឧបាសិកាដែលប្រគេនទេយទាននោះឯងប៉ុន្តែទៅមិនទាន់ដល់កន្លែងផងប្របាទសុពពុទ្ធនឹងបិទផ្លូវព្រះអង្គមិនឲ្យព្រះអង្គយាងទៅសោះហើយចឹងទៅព្រះអង្គក៏យាងត្រឡប់ទៅវត្តវិញទៅក៏ទៅដល់វត្តវិញប្របាទសុពពុទ្ធនឹងគេឲ្យអ្នកសើបការគេនឹងតាមទៅមើលថាសមណគោតមនឹងគេនិយាយអីខ្លះហើយឲ្យយកមកទូលគេវិញឲ្យយកមកទូលព្រះអង្គវិញនៅពេលដែលព្រះអង្គយាងទៅដល់វត្តហើយព្រះអង្គធ្វើសេចក្តីញញឹមពុទ្ធធម្មតាពុទ្ធទាំងឡាយមិនចេះដើរញញឹមដើរសើចអីប្រទេសផ្ដាស់ទេពុទ្ធតែចេះតែញញឹមអញ្ចឹងគឺមានហេតុមានផលកើតឡើងណាតើអញ្ចឹងព្រះអនន្តថេរនោះទូលសួរថាផន្តេភគវីបបិទ្ធព្រះអង្គដោយចម្រើនថាតើព្រះអង្គធ្វើការញញឹមហ្នឹងមានរឿងហេតុអីកើតឡើងព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលអនន្តប្របាទសុពពុទ្ធអំណះអំពីថ្ងៃហ្នឹងទៅនៅតែ7ថ្ងៃទៀតធរណីនឹងស្រោបប្របាទសុពពុទ្ធហ្នឹងនៅក្បែរកម្មចិន្តានៃប្រាសាទហ្នឹងតលតែអញ្ចឹងទៅកិញ្ញសម្ងាត់អ្នកសើបការរបស់ប្របាទសុពពុទ្ធគេបានឮថាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់អញ្ចឹងហើយគេទទួលប្របាទសុពពុទ្ធវិញនោះទទួលទៅគេដឹងរឿងដឹងហេតុគេទៅពួនលើកំពូលប្រាសាទ7ជាន់មិនហ៊ានចុះដីទេខ្លាចបធរណីស្រោបយកឆ្មាំអ្នកយាមទ្វារធំយកមកអមទ្វារថាបើអ្នកឯងឃើញយើងចុះមកហើយអ្នកឯងត្រូវតែចាប់យើងឡើងទៅលើវិញកុំឲ្យចុះដល់ដីបានណែគេត្រាស់ថាអញ្ចឹងណាតទៅដល់ថ្ងៃទី7វាមានហេតុការចម្លែកហេតុការចម្លែកអាសេះដែលជាសេះសំណប់ចិត្តរបស់ប្របាទសុពពុទ្ធនឹងវាកជ្រុលវាហក់កឆេងកឆាយអញ្ចឹងទៅប្របាទសុពពុទ្ធនឹងក៏អឺតមើលតាមកំអួចឲ្យភ្លេចនឹកឃើញថាថ្ងៃទី7នឹងវធរណីស្រោមចុះមកដល់កម្មចតាអ្នកដែលយាមទ្វារនឹងភ្លេចពាក្យភ្លេចសម្ដីថាឲ្យតែឃើញចុះមកឲ្យចាប់ទៅវិញមានអីឃើញចុះមករុញទម្លាក់ដីថែមទៅវាភ្លេចអាពាក្យតែប្របាទសុពពុទ្ធផ្ដាំថាបើឃើញយើងចុះមកត្រូវតែចាប់យើងឡើងទៅវិញភ្លេចអាពាក្យហ្នឹងវាទៅតែកើតអស្ចារ្យអញ្ចឹងទៅវាស្រាប់តែធាក់ទម្លាក់ប្របាទសុពពុទ្ធហ្នឹងមកដល់កម្មចិន្តាហ្នឹងធរណីហែកស្រុកទៅបាត់ទៅលេចទៅក្នុងដីមកដល់ថ្ងៃហ្នឹងតន់ងើបមកវិញទេណាអញ្ចឹងណាអត់តន់ងើបមកវិញទេពធរណីស្រុកអញ្ចឹងហើយព្រះអង្គក៏បានត្រាស់បកាថាអ្នកអន្តលិកថេអ្នកសមុទ្រមច្ឆេអ្នកបបតានំវិរវង្សពវិសៈនវិជ្ជតិសោចកតបទេសោអ្នកត្រាស់ទៅតាំងណបសហយៈមច្ចោត្រាស់បកាថានឹងឡើងថា
បកគលទាំងឡាយណាដែលកើតមកហើយនៅលើភពផែនដីនេះទោះបីរត់ទៅកាន់មហាសមុទ្រក្តីចូលទៅកាន់ចន្លោះនៃភ្នំទាំងឡាយក្តីរត់ឲ្យផុតទៅដល់ដែនអាកាសសាក្តីក៏មិនអាចគេចឲ្យផុតរត់ឲ្យរួចអំពីសេចក្តីស្លាប់នេះបានដែរព្រោះថាផែនដីនេះបុគ្គលណាមួយដែលកើតមកហើយកិច្ចឲ្យផុតរត់ឲ្យរួចអំពីសេចក្តីស្លាប់នេះគឺมันមានឡើយអនុមោទនីបងអញ្ចឹងហើយគឺថាអ្នកដែលហ៊ានកើតគឺហ៊ានស្លាប់មានរូបតែងតែបែកធ្លាយនៅថ្ងៃណាមួយជាទីបំផុតมันអាចកិច្ចឲ្យផុតរត់ឲ្យរួចអំពីសេចក្តីស្លាប់ពោលគឺមរណៈនេះបានទេមិនថាប្រសងក្តីប្រសក់ក្តីទាល់ឲ្យតែហ៊ានកើតគឺហ៊ានស្លាប់ទេវតាប្រអិនប្រព្រំយមកាលយៈអីទាំងឡាយណាក៏ហ៊ានកើតគឺហ៊ានស្លាប់នៅថ្ងៃទីបំផុតមិនអាចកិច្ចឲ្យផុតរត់ឲ្យរួចអំពីសេចក្តីស្លាប់នេះបានទេមកចុះគឺសេចក្តីស្លាប់ពលញាតិញោមតែងតែបានស្ដាប់លឺប្រសងសូត្ររាល់តបនហ្នឹងយៈថាតនដេនគោបាឡោគៀវោបាចេតេគោចរាំងអេវង្ជរាចមាច់ចុចអាយងបាចេតេបានិណាំងប្រែថាម៉េចញោមថាគង្វាលគោតែងតែគៀងគោទៅទីគោចរទៅកន្លែងវាលគោទៅទីគោចរយ៉ាងណាម៉ាច់ចុគឺសេចក្តីស្លាប់តែងតែគៀងនៅអាយុរបស់សត្វទាំងឡាយនោះក៏យ៉ាងដូច្នោះដែរបើចឹងទេញាតិញោមជាពុទ្ធបរិស័ទទាំងឡាយហើយបើយើងបានកើតមកហើយនៅលើភពផែនដីនេះហើយយើងគួរគប្បីណាស់តែធ្វើសេចក្តីល្អធ្វើទានរសាសិលមួយសិល4មួយខែ4សិលយ៉ាងហោចណាស់ក៏បានមួយសិលដែរណាញោមណាប៉ុន្តែបានអត់ដូចបានទេជាប់តែមើលគោមើលកវីអញ្ចឹងណាអាត្មាតែងតែថាទេថាឲ្យហ្មងប៉ុន្តែអ្នកខ្លះក៏ខឹងដែរតាមមើលប៉ុន្តែមិនថាមិនទេញោមណាថានឹងថាឲ្យយើងបានធ្វើបុណ្យទេមិនថាមិនទេថាឲ្យយើងបានទៅធ្វើបុណ្យខ្លះហ្នឹងណាកុំថាតែមួយខែ4សិលមិនដែលទៅអឺវត្តម្ដងលោកដាច់ចង្ហាន់អស់ហើយមែនទេតែគុំលោកធ្វើចង្ហាន់ខ្លួនឯងញោមមើលអាណិតលោកឆ្លងមិនដឹងដាក់ស្អីមុនទេមែនតាឆ្លងមិនដឹងឆ្លងជូននឹងដាក់ស្អីមុនមកអញ្ចឹងព្រោះបានណាញោមលោកអត់ទៅចេះទេចូលទៅក្រានជើងឆ្នាំក៏បានចឹងហើយមានតែញោមញាតិពុទ្ធបរិស័ទនឹងឯងជាក្រានបាយលោកគឺនៅផ្ទះញាតិញោមហ្នឹងក៏ជាក្រានបាយលោកនៅផ្ទះញាតិញោមហ្នឹងណាបើញោមមិនទៅដិតដល់មិនទៅទំនុកបំរុងប្រគេនចង្ហាន់ទេយទានចឹងទេអត់មានអ្នកបួសទេណាញោមព្រោះមិនមានអ្នកបួសបើបួសអត់មានយាយតាណាទៅអឺវត្តផងបើបួសអត់មានយាយតាណាទៅចិត្តលោកផងលោកនៅតែវត្តខ្លាចខ្មោចដែរណាមែនទេក៏នៅតែវត្តមានតែឆ្មាមានតែអីហ្នឹងទៅមើលអត់មានយាយណាតាណាទៅចិត្តទៅគៀតសោះអញ្ចឹងមួយខែ4សិលយ៉ាងហោចណាស់ក៏ទៅបានមួយសិលដែរណាញោមណាព្រោះកុំឲ្យដាច់កុំឲ្យខានយូរពេកអាណិតលោកផងនឹកឃើញលោកផងបងហើយរដូវជ្រោកកាត់ឥឡូវយើងដល់បុណ្យដាលៀនបុណ្យអីទៀតណាបងគួរណាស់តែធ្វើទៅណាជីវិតយើងរស់នៅសពថ្ងៃនេះសំតិចទៅក៏ធ្វើបុណ្យខ្លះហៅថាតែបុណ្យកធ្វើឈើក៏កាប់អាបុណ្យកធ្វើបាបក៏ធ្វើណាក៏អាត្មាមិនញ៉ាំមិនខត់ទេញាតិញោមហើយក៏ព្រោះអីយើងជាជីវិតជាការិយវាសបើយើងមិនខំរងមិនដឹងថាបានអីក៏មិនដឹងថាបានអីទេចឹងហើយយើងរកបានហើយយើងឆ្លៀតធ្វើទានខ្លះរសាសិលខ្លះឲ្យទានខ្លះប្រគេនចង្ហាន់ប្រសងដាក់បាតធ្វើទានបំពេញទានចំពោះចាស់ជារាក្មេងកំព្រាជនពិការសាងសាលារៀនមន្ទីរពេទ្យដងទឹកស្ពានថ្នល់អីជាដើមសុទ្ធសឹងតែជាបានបុណ្យបានកុសលសម្រាប់ជាស្ពានឈានទៅរកបរៈលោកខាងមុខក្រែងលោកបានទៅកើតនៅទីដ៏ប្រសើរមានមនុស្សមានទេវតាជាដើមព្រោះកុំឲ្យទៅកើតនៅអាកន្លែងកតុយមួយជើង4ណាព្រោះវាអត់កាត់ទេមកភ្លឺឲ្យទៅវិញភ្លឺកុំមកអាងឹតហើយទៅវិញអាងឹតណាអញ្ចឹងណាអ្នកខ្លះគេមកភ្លឺមកងឹតគេទៅវិញគេភ្លឺគេថាអូអញញ៉ាយកើតមកអញក្រអញខំធ្វើបន់អញខំធ្វើទានកុំថា
anh cao mà cọ hay chân nè anh mình hiền từ chất mình hiền từ biệt kê tích mà kê vừa bóng còn dây việc mà rồi có bọn dường đai từ chui chặt chay liêng chan liêng ngang phương đi phương nô cũng đau nhiều tức đau tức là chết sọt sẵn tại chỉ bọn chia của sọ nè bọn miền này thà chẳng mấy bọn miền bọt với cả hạt thắp bọn nhắn nó với thà tập hiêu với ai nát đây chấm ra nơi sẵn tan này chất oi chia sẻ là o phô rồi phong nắng hao tập bọn này cô cũng oi miền một tơ sao mong bắt đầu cả hai nông chất cứ bọn cả là nga cô còn đại dương cao mà hai dàn ao nam có ban phương bọn khla phương tiền khla công chăm ta ọt bị mai ọt bị từ bàn từ vọt từ vàng vì ọt sòng hay nhung na cả vọt nơi ruột chân chừng không phương hòn cô đặt nòng con ở từ vọt mà khai ban mà đong mà sơ ban mà đong tổ miên luôn thì muốn ban tăng đẹp tăng ấy nhưng đặt tơ mà vê mà bay mà vê sẽ đây mà cua ấy xuất sân ta chỉ bon chia của sao của tham gia từ ban tăng đẹp nhiệt dùng tay ta bằng áp đặt lô khỏi pi vê con chẳng ngày có tay tình dây phía chứ thật lúc mà múc mà ông múc nặng mà về trả khỏi sao bài chở đặt thân ông đó luôn có tay tình dây lên chẳng anh vô và chẳng hai dừng thà dừng phương còn khlan lẹt bằng nơi mạch hạ để dễ thế để dễ cứ dịch đây cầm nành lẹt vừa tiên ra xa xa phạt tư và tụi ấy chỉ vật dừng ọt tiền ọt tọt tên anh nhung na và ruột nơi công hai tha phương nơi cổ sơ là cam mà bọt thằng lai đọc men cai và cam bay và chay cam buôn mà nô cam bay họ cai và cam bay yang mạch ti môi pan na để ba công sầm lạp sát ti pi atania tiên công nuôi trọc sầm ắt nè ở tây ở trong này ti bay cam mê sum mà cha cha ra năng công của phật lô lơ công của bôn nè ở tây năng cai và cam bay và chay cam buôn miên mục sa việt pe sna việt sam ha pala việt tharu sa việt ai no chỉ đau can để dây nhung chặt con chặt kia nhung ai kê chốt nia năng ai xuất sanh ta chỉ ba vẫn nó dừng lẹ từ từng ỏng năng nô cam bay nô yang mấy công kết chia thi chia ba nè ở tây công kết sầm lăng sầm bay trong ban trọc sầm ban bọc kia chỉ đau nô ai xuất sanh ta chỉ bọn nó dừng lẹ hà ỏng năng từng ỏng năng tới vô bùa chỉ vật dương ọt tiền ọt to tê cao mà tờ tê tờ vinh có tờ tê đai ọt miền vô ấy từ bàn đấy tích lôi giả cắt để đặt nơi không ngọt nó đốt che đập tịch nó ọt miền sò đấy ọt miền vô tờ chai và rẽ luôn này bàn đấy miền tại bon 2 tê và miền tại bon 2 tê để ai vô từ chỉ mùi bàn hai thập cái hai pi mỗi cái bàn thập bay không luôn buồn không sạch mùi cắt bắt đá pi chọp tạm bay không luôn nó giang mấy nhung mang dây hàng đào hay bay không luôn tục thăng này chăng anh ta hàng đào nè bay không luôn buôn không sách thiệp đầy thiệp lơn thiệp tức thiệp trò nè buôn không sách môi cắt phải cứ xây cái nhiệt dung chỉ một là bao là sao tương lai cứ đánh mạch chốt bồn cứ xây cái đầy slap này anh năng nghe cắt phải chỉ vật xong tha rồi bao sạt lốp cho bị chọt tạm nó anh bồn muối nâng bạc muối nè vì nó chọt tạm dương nó sẵn tao dương ở cho cao nông ti lõ có pru tại bồn sẵn tao mai dương cho cao nông ti krong men ro pra tê ra chana so ra cái có pru tại bạc để dương phừ vô có pru tại bạc để dương phừ nâng anh bồn nâng bạc cứ tay tại cao lắm đôi xa tại bọc côn mà nè prập để luôn anh con miền Nam mà phừ chùm nuôi dương ban hết có miền Nam mà soi mà chùm rét nơi ba bon rồi bon dương nâng bàn đây học bàn tê tay chân phừ bon hay kia chùm rét phừ ba hay kia chùm rét ba ao dương ở ông ba ở miền tê có cột ở bàn sầm tay thật phừ ba miền nè liêng ba ở cứ mình miền lạnh khả bọc côn sa pruôn ở bùi bẹp ná rồi mày bàn lại ca ở bùi bẹp nụ dương đâm xoay một con chỉ bàn xoay dương đâm chết một con chỉ bàn chết vô ở miền đâm xoay xoay trình xoay là không xoay là một khột dây đá cứ ở miền tê chẳng hái prasama samput có ông sầm tay hái than phơ ấy cứ bản năng diệt tị sang và bát tê pi chiang ta tị sang là bát tê phật lăngถ้าบกลซาปรัวในปูแบบน้าเราไม่ปานแบบก้าในปูแบบโน่พออาจารย์หายยึงได้การมาหายในขนมโลกสอนในเวียเลือพกแผ่นแตนประตปียึงนี่
គួរណាស់កុំគប់បីធ្វើអំពើអាក្រក់នឹងច្រើនពេកញាតិញោមខ្លះមកផ្ទាន់ទៅលោកបើមិនឲ្យគេធ្វើបាបមិនឲ្យគេសម្លាប់សត្វលោកបានស្អីខានណែមកផ្ទាត់ទៅលោកអញ្ចឹងគេមិនថាមិនឲ្យធ្វើទេញោមណាស្ដាប់ឲ្យទាន់ធ្វើក៏ធ្វើចោះមិនថាប៉ុនយើងធ្វើផងណែលោកប្រាប់អញ្ចឹងប្រាប់ឲ្យញោមបានធ្វើប៉ុនធ្វើកសលតើមានលោកប្រាប់ឲ្យញោមអាក្រក់ឯណាអញ្ចឹងណាញោមអាទោសជាលោកជាអីហ្នឹងកើតទៅជាតិក្រោយអុយមាត់និយាយដាក់គេមិនបានធ្លាក់នរកធ្លាក់ឲ្យវិជ័យងាយរួចទេណាបងអានិយាយស្កឹះស្គៀលចាក់អរុទ្ធបាក់បំបាយស្កឹះស្គៀលគេនេះញោមហើយកើតទៅជាតិក្រោយជ្រុលតែមាត់ប្រប៉ិនពូតមកជុលទេញោមដែលឃើញដែលលឺគេនិយាយទេតែប្រែតមានមាត់ប្រប៉ិនទូតមកជុលណោះអញ្ចឹងណានឹងទោសអីទោសនិយាយដើមគេហៅថាស៊ីត្រាវមាត់ហ្នឹងអត់ចេះនៅស្ងៀមទេចេះតែលមាស់មាត់អញ្ចឹងណាអញ្ចឹងហើយយើងកើតមកវាយកទៅវិញអត់បានទេកើតហើយគឺយកទៅវិញមានតែប៉ុនហើយនឹងបាបទេអាពីជាប់តាមណាបងអញ្ចឹងហើយមិនថាចាស់មិនថាក្មេងទេញោមណាមិនទៀងទាត់មិនថិតថេរទេថ្ងៃនេះឧបាសិកាសុខតាមណាគាត់បានទទួលមរណភាពទៅហើយគាត់ចាស់ជារាហើយនេះគេហៅថាទុំលលេះយើងក្មេងចំនួនក្រោយមិនដឹងបានប្រហែលគាត់ឬអត់គឺយើងមិនដឹងទេអាក្មេងឥឡូវញោមឯងមើលទេឃើញនៅស្នងការនគរបាលខេត្តកំពតបរោះរាល់ថ្ងៃអាខ្លះវាកាន់តាវ2 3វាកវីតាម24ម៉ោងមិនទាន់បលិសទៅដល់ផ្ទះឡើយអាខ្លះវាជិះម៉ូតូវាយកជើងមកកាច់ចកោផងណែអញ្ចឹងហើយឲ្យរស់យ៉ាងម៉េចបានយូររស់មិនបានយូរញោមជិះម៉ូតូអាតិចចេះដល់តែបើកឲ្យកប់កង់តដល់ហ្មងបានវាជិះកើតហើយមិនដឹងថាបញ្ញាប់ទៅណាចេះពាក្យខ្មែរយើងថាម៉េចសន្សំកុំបំបោលក្រែងមិនដល់ដូចបំណងសន្សំទៅកុំលឿនពេកអាលឿននឹងអាចច្រើនតែគ្រោះថ្នាក់រហូតយូរមកឃើញអាត្មាសង្វេគចាក៏ផ្លូវលលើកលលងល្អិលដូចប្រេងមនុស្សស្លាប់វល់វាលមិនថាស្រុកយើងស្រុកគេទេអាណោតធំប្រជាពលរដ្ឋគ្នាធ្វើដំណើរទៅនេះទៅនោះពេលខ្លះយើងប្រុងប្រយ័ត្នហើយប៉ុន្តែគេនោះមកបុកយើងអាចេះអញ្ចឹងអាការស្លាប់ហ្នឹងវាមានពីរគេហៅថាកាលមរណៈមួយនិងអាកាលមរណៈមួយនេះកាលមរណៈដោយលោកយាយឧបាសិកាសុខតាមនេះគាត់ស្លាប់ត្រូវកាលស្លាប់ត្រូវពេលត្រូវវេលាហើយព្រោះគាត់ចាស់ជារៀបជាអធិចាស់ហើយអាយុដល់84ឆ្នាំពោអ្នកដែលស្លាប់ព្រោះថ្នាក់ចរាចរណ៍ក្មេងអីនោះគឺហៅអាហ្នឹងគេហៅថាការអកាលមរណៈស្លាប់មិនទាន់តាមកាលនោះទេពោចឹងហើយការធ្វើដំណើរទៅណេទៅណាក្តីយើងគប្បីប្រុងប្រយ័ត្នមានស្មារតីប្រុងប្រៀបជានិច្ចកុំឲ្យបើកហួសប្រមាណហួសកង់តពេកក៏ព្រោះអីអាការស្លាប់នេះវាមើលមិនឃើញទេប្រុងប្រយ័ត្នប្រសើរជាងហៅថាការពារប្រសើរជាងជាបាលណាបងអាជីវិតតែស្លាប់ទៅហើយអត់មានទិញដូរមកវិញបានទេញាតិញោមហើយបងមានជីវិតនេះគឺថ្លៃណាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងការក្រនេះគឺមាន4បងទី1ព្រះអង្គសម្ដែងថាការកើតឡើងនៃពុទ្ធទាំងឡាយនេះគឺជាការក្រដល់ក្រៃពេកអានេះទី1ហើយចំណែកទី2គេហៅថាការបានស្ដាប់នៅព្រះសទ្ធំគឺធម៌របស់ព្រះសម្មាសម្ពុទ្ធនេះគឺជាការក្រដល់ក្រៃលែងក៏ហើយចំណែកទី3ការកើតមកភាវៈជាមនុស្សនេះគឺជាការកើតដល់ក្រៃលែងហើយចំណែកទី4អាការកើតមកហើយវាមានអាយុវែងនេះគឺជាការក្រដល់ក្រៃលែងយូរមកហើយបងយើងសពថ្ងៃមិនដឹងថាបានអាយុប្រហែលលោកយាយអត់ទេបងលោកយាយគាត់អាយុច្រើនគាត់សំកាលសំវេលានឹងគាត់ថាបើស្លាប់ទៅហើយកុំវាស្ដាយវាសំណោះដែរហើយញោមក៏ជីវិតរបស់មនុស្សសពសត្វប៉ុន្តែគាត់ស្លាប់នឹងមនុស្សណាក៏ដោយតែកើតហើយគឺតែងតែស្លាប់ហើយមិនអាចគេចឲ្យផុតរត់ឲ្យរួចទេព្រោះគ្រាន់តែយូរហើយនឹងឆាប់ព្រោះអញ្ចឹងទេយើងគួរបីប្រុងប្រយ័ត្នព្រោះថែរក្សាសុខភាព
គ្រប់គ្នាបើកុំឲ្យមានថាហូបចុករបស់របរហ្នឹងឲ្យសម័យឥឡូវវាជាតិគីមីសបូរណាខ្ញុំហើយបើអញ្ចឹងទេយើងថែសុខភាពទៅក្រែងថារស់បានយូរគេបានធ្វើបុណ្យធ្វើកុសលហ្នឹងបានច្រើនទៅជាតិទៅមុខទៅកុំឲ្យវាពិបាកដូចជាតិនេះទៀតក៏អញ្ចឹងហើយក៏ឲ្យយើងតែងតែឃើញថាសម័យបច្ចុប្បន្នភាគច្រើនគឺថាសក់ខ្មៅឲ្យសក់សដង្ហែឡើងមែនណាក៏សក់សដង្ហែសក់ខ្មៅក្មេងៗកើតនៅសេចក្តីប្រមាទហៅថាមិនស្ដាប់ដំបូងមានឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យលោកគ្រូអ្នកគ្រូណែនាំបង្រៀនពីរៀនបដៅទៅមិនយកចិត្តទុកដាក់មិនស្ដាប់តោះតែចឹងទៅបើហើនកោងកាចក៏គេបដៅឲ្យល្អមិនធ្វើល្អគេបដៅចង់ឲ្យបានធនធានមនុស្សបានជាមនុស្សល្អនៅក្នុងសង្គមបែរជាមិនប្រព្រឹត្តមិនធ្វើតាមទៅធ្វើតែអំពើណាដែលសង្គមស្អប់ពើមអំពើណាដែលគេទាំងឡាយអ្នកស្រុកអ្នកភូមិគេមិនចូលចិត្តគេស្អប់អំពើពាលាអាវាសាទៅចូលចិត្តតែអំពើទាំងឡាយហ្នឹងមកដោយថាកពតយើងឥឡូវតាហ៊ានបោះម៉ូតូដឹងតែ24ម៉ោងមិនតន់នេះប៉ូលីសមកដល់លើតែមកដល់ទៅដល់កោសក់ឯងចោលដល់អស់ឲ្យលើកម៉ូតូបោះឡើងលើអញ្ចឹងណាគេថាពាក្យមួយគេថាកងតខ្សែត្រឹមវត្តលង្កាកងត5កាលម៉ែត្រកងតផែត8ខេត្តតកែវកងត9វត្តគយកងត100បែបដុតវត្តថ្មីហើយនេះអញ្ចឹងណាជីកុំលឿនពេកក៏មួយកំថាមកថាមកបើឲ្យលឿនមកបានដល់វាដល់គង់ទៅដល់ហើយគាត់ថាមនុស្សយើងកើតហើយកុំឲ្យមាននៅសេចក្តីប្រមាទព្រោះអាសេចក្តីប្រមាទនេះវាធ្ងន់ណាស់ប្រមាទព្រះអង្គសម្ដែងថាអបមាទោអមតាំងប្រទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់បងកើតមកហើយកុំមានសេចក្តីប្រមាទច្រើនពេកប្រមាទយ៉ាងម៉េចជីវិតអញនៅក្មេងអញតន់ធ្វើបន់ទេអញអាចធ្វើបន់បានច្រើនទៀតទៅមុខមិនតន់បានចាស់ផងជំងឺរុករៀនបៀតបៀនរាងកាយស្លាប់បាត់មិនតន់បានចាស់ផងទៅនេតណាគ្រោះថ្នាក់មើលមិនឃើញស្លាប់បាត់អញ្ចឹងហើយអាត្មាតែងតែប្រាប់តែងតែនិយាយរឿយនៅតាមរោងបន់អីផ្សេងហ្នឹងថាគួរណាស់តែយើងធ្វើបន់ធ្វើកុសលអីតិចតួចទៅកុំឲ្យថាកើតមកងងឹតហើយទៅវិញងងឹតកើតមកងងឹតឲ្យទៅវិញភ្លឺឲ្យទៅវិញមានបន់មានកុសលមានសម្ពាយជាប់ទៅតាមខ្លួនផងក៏នឹងហើយជីវិតរបស់យើងសពថ្ងៃនេះគឺនរណាក៏ដោយដូចអាត្មាភាពនិយាយជាខាងដើមហើយសូម្បីព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងដែលជាបុគ្គលដ៏ល្អឯកបុគ្គលដែលគេគោរពគ្រប់យ៉ាងសូម្បីតែប្រអិនប្រព្រំយមយៈអសុរាទាំងឡាយណាគោរពថ្វាយបង្គំព្រះសម្មាសម្ពុទ្ធគឺជាគ្រូនៃទេវតាទាំងឡាយក៏ព្រះអង្គនៅតែស្លាប់ព្រះអង្គនៅតែបរិនិព្វានដែរជាចុងក្រោយមុនព្រះអង្គបរិនិព្វានក៏ព្រះអង្គមានបញ្ឈួនដ៏ចុកចាប់គឺនឹងការធ្លាក់នៅព្រះលោហិតជាដើមក៏ព្រះសម្មាសម្ពុទ្ធមុនព្រះអង្គបរិនិព្វានក៏ព្រះអង្គមានអាការៈបញ្ឈួនដែរក៏សំបីមនុស្សយើងមនុស្សសាមញ្ញធម្មតាហេតុអីមិនអាចស្លាប់បានយល់ណាយើងគិតអញ្ចឹងណាគិតរឿយប៉ុនទៀនយើងខំធ្វើឲ្យមែនតែនតិចច្រើនតិចក្តីច្រើនក្តីតាមសទ្ធាតាមទ្រព្យធនទានធ្វើវត្តធ្វើអារាមសាងមន្ទីរពេទ្យស្ពានថ្នាក់ដងទឹកសាលារៀនអីសុទ្ធសឹងតែជាបុណ្យជាកុសលបានបុណ្យព្រឹកបានបុណ្យល្ងាចក៏មិនអាចនរណាមកលួចបុណ្យយើងបានទេមិនអាចនរណាឲ្យយកបុណ្យយើងបានទេគឺអត់មានទេប៉ុន្តែខ្លះគេថាប្រពន្ធអញធ្វើអញអត់ធ្វើទេអញបានបុណ្យដែរចាំតែបានតើក៏ចាំតែបានតើព្រះអង្គសម្ដែងថាការនាំឲ្យជួបគ្នាវាមាន3ប្តីប្រពន្ធណាញោមណានាំឲ្យជួបគ្នាមាន3ប្រការជាតិនេះហើយជាអ្នកមានសិលស្មើគ្នាជាអ្នកធ្វើទានស្មើគ្នាក៏ជាអ្នកមានបញ្ញាស្មើគ្នាកើតទៅជាតិមុនជាតិមុខជួបគ្នាទៀតហើយប៉ុន្តែបើកើតមកជាតិនេះប្រពន្ធទៅវត្តប្តីទៅបបក់ត្រីប្តីទៅធ្វើនេះធ្វើនោះមិនត្រេកអរជាមួយបុណ្យកុសលរបស់ប្រពន្ធមិនត្រេកអរចំពោះបុណ្យកុសលរបស់ប្តីដែលធ្វើហ្នឹងគឺកើតទៅជាតិមុខអត់បានជួបគ្នាវិញទេប្តីប្រពន្ធហ្នឹងណាព្រះអង្គសម្ដែងថា
ធម៌ដែលនាំឲ្យជួបគ្នាប្តីនិងប្រពន្ធគឺមាន3មានសិលស្មើគ្នាធ្វើទានស្មើគ្នាមានបញ្ញាស្មើគ្នាមានសិលស្មើគ្នាយ៉ាងម៉េចប្រពន្ធសុំសិលប្តីសុំសិលដែរចឹងប្រពន្ធទៅវត្តប្តីនៅផ្ទះប្រពន្ធមកវិញអនុមោទនាត្រេកអរជាមួយបុណ្យកុសលរបស់ប្រពន្ធយើងបានបុណ្យបានកុសលដូចគ្នាណែបើថាប្រពន្ធទៅវត្តហើយយើងនៅផ្ទះយើងมันបានត្រេកអរអ្នកណាធ្វើអីទៅក៏យើងមិនត្រេកអរមិនរីករាយអាហ្នឹងបុណ្យអត់បានទេកុំគិតថាអស់ទ្រព្យសម្បត្តិខ្ញុំរកជាមួយគ្នាប្រពន្ធខ្ញុំធ្វើខ្ញុំប្រកាសជាបានដែរគឺអត់បានទេបើចិត្តយើងមិនត្រេកអរជ្រះថ្លានោះបុណ្យគឺសម្រាប់ដោយចេតនាក៏ហៅថាចេតនាហង្ភិកវេបញ្ញវតិអមិក៏ចេតនានេះគឺជាតួបុណ្យតួកុសលហើយញាតិញោមណាក៏ត្រូវមានសិលស្មើគ្នាមានទានស្មើគ្នាប្រពន្ធបរិច្ចាគទានប្តីក៏ត្រេកអរឲ្យប្រពន្ធបរិច្ចាគទានកុំតែប្រពន្ធធ្វើបុណ្យប្តីធ្វើបុណ្យប្តីប្រពន្ធធ្វើបុណ្យប្តីមុខកញៀវកញ៉ៅចឹងអត់កើតទេមានបញ្ញាត្រូវតែមានបញ្ញាដូចគ្នាមានបញ្ញានឹងយ៉ាងម៉េចយើងកុំជឿមង្គលភ្ញាក់ផ្អើលយើងកុំជឿអារបស់ដែលមិនគួរជឿអានេះគឺអាមង្គលភ្ញាក់ផ្អើលក៏នាំឲ្យយើងគង់វែងដែរនាំឲ្យយើងឈួតអត់ដឹងខ្លួនទេក៏មង្គលភ្ញាក់ផ្អើលនេះព្រះអង្គត្រាស់ហើយថាទាយុទាយិកាដែលជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកស្មារតីជីវិតគឺមិនអាចជឿមង្គលភ្ញាក់ផ្អើលបានទេទាយុណាឧបាសកណាឧបាសិកាណាដែលជឿនៅមង្គលភ្ញាក់ផ្អើលប្រកាសជាសៅមកនៅត្រៃសរណគមបដិញ្ញាថាយ៉ាងម៉េចយកពុទ្ធជាទីពឹងទីរលឹកស្មារតីជីវិតតើតលឺមង្គលភ្ញាក់ផ្អើលទៅនេះមួយទៅនោះមួយយើងទៅធ្វើទៅអីចឹងទៅនាំឲ្យយើងនឹងភ្លេចនឹកដល់គុណព្រះរតនត្រ័យភ្លេចដល់អ្វីដែលជាព្រះសម្មាសម្ពុទ្ធអង្គទ្រង់ត្រាស់ប្រកាសសម្ដែងនោះក្នុងសាសនាព្រះសម្មាសម្ពុទ្ធគឺនិយាយតែបុណ្យហើយកុសលក៏និយាយបុណ្យហើយកុសលនឹងយ៉ាងម៉េចថាអ្នកណាធ្វើអីគឺបានហ្នឹងក៏បង្រៀនមនុស្សឲ្យធ្វើតែល្អឲ្យវាចាំអំពើអាក្រក់តើអានេះឯងថតតែនាំឲ្យជួបគ្នាគឺមាន3នឹងឯងមានថាចេះធ្វើទានដូចគ្នាមានសិលស្មើគ្នាមានបញ្ញាដូចគ្នាកើតទៅជាតិមុខក៏ជួបគ្នាទៀតដែរដែលបានធ្វើរួមគ្នានោះឯងអនុមោទនាអញ្ចឹងឯងសំកាលនោះញោមក៏ចិត្តសំតិចទៀតពួកខានយូរហើយខានយូរអញ្ចឹងសុំតិចទៀតកុំតន់អាលលោកចាហើយមនុស្សយើងដែលកើតមកនេះស្លាប់ទៅវិញកន្លែងដែលត្រូវកើតវាមាន31ឋាន31ភូមិហៅថាកាមភពរូបភពអរូបភពកាមភពមាននរកប្រែតេរឆានអសូរកាយមនុស្សនេះនឹងចាត់ជាកាមភពរូបភពបានដល់ឋានបានដល់ឋានព្រំទាំង16ជាន់មានព្រំបរោសជាព្រំបរោហេតាមហាព្រំមីអីជាដើមនោះអរូបភពមានអាកាសានញ្ចាយតនៈវិញ្ញាណញ្ចាយតនៈជាដើមនោះមាន4ទាំងអស់យើងសរុបទៅវាមាន31ភូមិកន្លែងដែលត្រូវទៅកើតណាបញ្ញោមចង់កើតនៅទីមួយណាក៏តែកើតក្នុង31ភូមិហ្នឹងអត់អាចរលត់ទេណាកើតហើយគឺកើតទៀតកើតហើយកើតទៀតវិលវល់វត្តដាក់ទៅសង្សារក៏អត់ទាន់ផុតទេតទៅដល់អមតៈមហានិព្វានទៅលែងកើតលែងចាស់លែងឈឺលែងស្លាប់ទៅទៀតណោះគឺมันងាយមានបុគ្គលណាទៅដល់បានទេតតែព្រះអរហន្តតាអរហន្តីបភ័យណាស្របព្រះសម្មាសម្ពុទ្ធអីជាដើមទៅបានទៅដល់ទីឋានហ្នឹងដែលជាទីបញ្ចប់នៅសេចក្តីទុក្ខហ្នឹងអញ្ចឹងហើយយើងគួរណាស់តែសង្វេគក្នុងសង្ខារក៏សង្វេគថាយ៉ាងម៉េចកើតមកងងឹតឲ្យទៅវិញភ្លឺទៅកើតមកជាតិនេះពិបាកតោកយ៉ាចឹងកើតទៅជាតិក្រោយទៅយើងកុំឲ្យពិបាកតោកយ៉ាដូចជាតិនេះទៀតអញ្ចឹងណាញោមណាហើយយើងគួរណាស់ទៅសង្វេគនៅក្នុងសង្សារប្រវត្តិនៅក្នុងជីវិតរបស់យើងរស់នៅសពថ្ងៃនៅពេលបនហេតុអីគេចាក់ស្មូតញោមហេតុអីគេចាក់ស្មូតអ្នកខ្លះលឺស្មូតនឹងរួញខ្លួនអស់ហើយ
ប៉ុន្តែយើងពិចារណាតាមកខ្សែធម៌ស្មូតនឹងគឺសិតសឹងតែជាសាច់ធម៌ទាំងអស់រូបបាំងអនិច្ចំអនត្តាសុទ្ធតែជាការពិចារណានៅរូបរាងកាយពិចារណានៅជីវិតរស់នៅរបស់យើងហើយយើងខ្លាចយើងអត់ស្ដាប់អ្នកខ្លះគ្រាន់តែលើស្មូតហ្នឹងរួញទៅដល់គួយពីបច្ចន់បងតោះតែយើងដឹងទៅយើងអត់មានគួរអីឲ្យខ្លាចទេបងអត់មានគួរអីឲ្យខ្លាចស្មូតទេយូរទៅយើងដឹងប៉ុន្តែបើយើងអត់ដឹងក្មេងៗគ្នាអត់ដឹងគ្នាលើតែស្មូតចេះតែខ្លាចតាមគ្នានឹងរហូតទៅបើចាស់គាត់អត់អីទេគាត់អត់ខ្លាចទេគាត់ដឹងថាអានឹងនិយាយពីអីអានឹងនិយាយពីអីចឹងណាញោមណាបើចឹងហើយការសម្ដែងពធទេសនាក៏មិនបន្តអីទៅទៀតដែរវាសំលមមសំគួរសំកាលសំវិលានឹងបញ្ចប់រៀបចំដង្ហែសពឡើងមេរុលោកអាចារ្យដល់ម៉ោងគាត់ហើយក៏ចឹងទេការសម្ដែងពធទេសនានេះឱកាសវេលាគ្រាល្ងាចយប់នេះក៏សំកាលសំវិលានឹងបញ្ចប់មិនបន្តទៅទៀតទេប៉ុន្តែមិនបញ្ចប់នៅពធទេសនានេះឱកាសវេលាគ្រានេះអង្គខ្ញុំកណ្ណាអាត្មាភាពជួបតាមតំណាងឲ្យម្ចាស់ដើមទានប្រធាននៃដើមបុណ្យសូមប្រម៉ែប្រមុំពូក្នុងកម្មការមហាកុសលដែលកើតអំពីបុណ្យជាបណកិច្ចក្តីនេះសូមឧទ្ទិសជូនចំពោះវិបាកបដិសន្ធិថ្មីរបស់លោកយាយឧបាសិកាសុខតាមលោកយាយទៅបដិស្ថានកើតក្នុងទីណាក៏សូមត្រេកអរអនុមោទនានៅចំណែកប៉ុន្តែកូនចៅញាតិសាច់សាលហិតចិត្តឆ្ងាយភូមិផងរបស់ជាមួយបានធ្វើនៅកាសវេលាគ្រានេះបានទទួលហើយក៏សូមងាកភ័ក្របែរក្រោយឲ្យពរឲ្យជ័យសិរីសួស្តីជ័យមង្គលពលសុខគ្រប់ប្រការអាយុបានណាសុខៈពលៈសម្បត្តិ3មនុស្សទីផ្ដាប្រណិពានឲ្យកូនចៅរស់ស៊ីចេតមានចេតបានអ្នកភូមិផងរបស់ជាមួយជួបតែសេចក្តីសុខសេចក្តីចម្រើនអាយុវែងគ្រប់គ្នាជាពិសេសបើបានដឹងលើទេក៏សូមពងពរអាកាសទេវតាភូមិទេវតារកទេវតារុក្ខទេវតាអាកាសទេវតាណាតាចាស់ស្រុកជួយជាដំណឹងដឹងថាទេវាកនបានវេទយងតែថ្ងៃនេះកូនចៅប្រុសស្រីរបស់លោកយាយបាសិកាសុខតាមបានធ្វើបុណ្យហើយទៅជាបណកិច្ចមានតក្កណានុប្រទានផងឧទ្ទិសកុសលជូនចំពោះលោកយាយហើយក៏សូមលោកយាយត្រេកអរអនុមោទនាហើយបានប្រកាសក្នុងទីដែលសំគួរមានមនុស្សនិងទេវតាជាដើមនោះឯងក៏សូមអនុមោទនាអាយ៉ាងធម្មទេសនារីឯពធទេសនាដែលសម្ដែងនៅអង្គខ្ញុំបកណាអាត្មាភាពក៏សំកាលសំវិលានឹងបញ្ចប់តែប៉ុណ្ណេះស្លេតែប៉ុណ្ណឹងញោមណាសាធុតិចឲ្យបានបុណ្យប្រពន្ធដល់ផ្លែកសាងញោមណាសាធុខ្លាំងបានបុណ្យប្រពន្ធជាងអីភាសាធុលើកដៃឡើងលើឲ្យបានបុណ្យមហាសមុទ្រញោមណាអនុមោទនា